ប្រហែលថ្ងៃមុននៅប្រទេសវៀតណាមមានហេតុការណ៍ក្តៅមួយបានកើតឡើងនៅក្នុងទីក្រុងថាញ់ហៅដោយមានសិស្សវិទ្យាល័យ2នាក់បើកឆាកយុទ្ធគ្នានៅក្រាស់សាំងមួយកន្លែងហើយមានម្នាក់ត្រូវបានស្លាប់ដោយកបិតចាក់ចំកញ្ចឹងកតែម្ដងសិស្សសាលាទាំងពីរនាក់ហ្នឹងគឺជាសិស្សនៃវិទ្យាល័យដាងខាម៉ៃនៅក្នុងប្រទេសវៀតណាមហ្នឹងសិស្សម្នាក់ដែលស្លាប់ហ្នឹងយើងសំហៅឈ្មោះគាត់ថាអិនគាត់រៀនថ្នាក់ទី12ហើយសិស្សម្នាក់ទៀតដែលជាជនអាយដលនៅក្នុងហេតុការណ៍កិច្ចកម្មមួយនេះគឺយើងហៅឈ្មោះគាត់ថាអេកហើយគាត់រៀនថ្នាក់ទី11ដោយសារតាមពិភពសារព័ត៌មានរបស់វៀតណាមគឺគេអត់បានបញ្ចេញឈ្មោះពួកគាត់ទេដោយសារពួកគាត់ជាអនិច្ចជនអត់ទាន់គ្រប់អាយុហើយថ្ងៃកើតហេតុដូចបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងនៅក្រាស់សាំងមួយកន្លែងនៅក្នុងប្រទេសវៀតណាមហ្នឹងអិនដែលជាជនរងគ្រោះហ្នឹងបានដើរសម្ដៅទៅរកអេកហើយធ្វើការ VAA ជាមួយនឹងមួកសុវត្ថិភាពប៉ុន្តែត្រូវបានអេកចាក់មួយកបិតចំកញ្ចឹងកបណ្ដាលឲ្យហូរឈាមយ៉ាងខ្លាំងហើយក៏ត្រូវបានមិត្តភ័ក្តិហៅឡានសង្គ្រោះបន្ទាន់ប៉ុន្តែអិនត្រូវបានស្លាប់កំឡុងពេលទៅមន្ទីរពេទ្យហ្នឹងមូលហេតុនៃរឿងរ៉ាវអំពើហិង្សានេះបើតាមអ្នកដែលរៀនជាមួយគ្នាបានប្រាប់ខាងសារព័ត៌មានថាអេកដែលជាជនអាយដលនៅក្នុងរឿងក្តីមួយហ្នឹងធ្លាប់បានរករឿងមិត្តភ័ក្តិរបស់អិនដោយក្របួយកអាវបាទហើយអិនក៏ចូលទៅស្ដីឲ្យហាមមិនឲ្យអេកទៅរករឿងមិត្តភ័ក្តិរបស់ខ្លួនអញ្ចឹងទៅបាទហើយព្រឹកថ្ងៃដដែលនោះដែរការប៉ះទង្គិចគ្នាបន្តិចតួចក៏បានកាត់ឡើងនៅកំឡុងពេលលេងកីឡាធ្វើឲ្យអិននិងអេកហ្នឹងមានការឆ្លោះប្រកែកគ្នាអញ្ចឹងណាប៉ុន្តែវាមិនជាធំដុំអីនោះទេបាទគេនឹកស្មានថាវាបង្កទៅជារឿងហេតុដល់ថ្នាក់ហ្នឹងបងប្អូនធម្មតាវ័យហ្នឹងគឺជាវ័យឈាមរាវបាទដូចទាំងយើងទាំងគេអ្វីអាយុabout 17 18ឆ្នាំថ្នាក់ទី12ហ្នឹងគឺលក្ខណៈដែលគេហៅថាអ្វីចង់សាក់ចង់ដឹងបងប្អូនបាទលុះប្រហែលថ្ងៃក្រោយមកហ្នឹងក៏មានហេតុការណ៍កិច្ចកម្មដូចខ្ញុំបានរៀបរាប់ខាងលើហ្នឹងអញ្ចឹងហេតុការណ៍នេះគឺបានធ្វើឲ្យប្រជាជនវៀតណាមមានការខឹងសម្បារនឹងខាងសាលាជាខ្លាំងដែលបណ្ដោយឲ្យសិស្សរបស់ខ្លួនប្រព្រឹត្តនៅរឿងបែបហ្នឹងបងប្អូនបាទគេបន្ទោសទៅលើប្រព័ន្ធអប់រំថាមិនបានសិស្សសាលានៅក្មេងសោះបែរជាហ៊ានប្រព្រឹត្តនៅអំពើប្រៃផ្សៃទាំងអស់ហ្នឹងហើយខាងដំណើររបស់សាលាក៏គេបានចេញមុខមកដែរដោយសន្យាថានឹងបន្តស៊ើបអង្កេតករណីលម្អិតនៅពីក្រោយហេតុការណ៍អំពើហិង្សាមួយនេះហើយចំពោះជនអាយដលនឹងគ្នាប្រមាណនេះត្រូវបានប៉ូលីសធ្វើការចាប់ឃាត់ខ្លួនអស់ហើយចឹងហើយផ្ដាំទៅក្មេងៗដែលពងរៀនអីគិតខំរៀនអូនកុំដាផ្នើបាយមុខនឹងសេពគប់ពិតភាកប្រយ័ត្នប្រយែងហើយដូចក្នុងវីដេអូនេះចឹងលទ្ធផលខ្លាំងអំនួតចុងក្រោយគឺត្រូវស្លាប់ទាំងក្មេងចឹងមើលឃើញទេពេលទៅវាយគេគេទៅលយគេទៅអស់ចាត្រូវមកថ្មងរបស់គេមកគឺស្លាប់ទាំងក្មេងចឹងដែរមិនធ្វើអីគិតម្ដងទៀតណារដងយើងធ្លាប់តែនិយាយពីសង្គ្រាមគ្រឿងញៀននៅក្នុងប្រទេសមិចកូតែថ្ងៃនេះយើងមកនិយាយពីសង្គ្រាមគ្រឿងញៀនដ៏ធំនិងក្រើកមួយនៅក្នុងទីក្រុងរីយ៉ូនៃប្រទេសប្រេស៊ីលកាលពីម្សិលមិញថ្ងៃហ្នឹងថ្មីដែរហ្នឹងទេបាទប្រតិបត្តិការនៃការចាប់បង្ក្រាបទៅលើក្រុមកតាក្នុងប្រទេសប្រេស៊ីលដែលគេស្គាល់ឈ្មោះថា Commando Vermelho ឬក៏ឈ្មោះកាត់គេហៅថា CV ហ្នឹងដែលជាក្រុមអ ក្រិតជនដ៏ធំបំផុតមួយនៅក្នុងប្រទេសប្រេស៊ីលក្រុមមួយនេះមានជាប់ពាក់ព័ន្ធជាមួយនឹងករណីឃាតកម្មអក្រិតកម្មជាច្រើននៅក្នុងប្រទេសប្រេស៊ីលខ្ញុំក៏ធ្លាប់បានធ្វើវីដេអូទាក់ទងទៅនឹងក្រុមនេះដូចជាបាន2វីដេអូដែរដូចជាករណី Manga 937និងករណីរបស់នាង Deborah ហ្នឹងក៏សុទ្ធតែជាស្នាដៃក៏ដូចជាជាប់ពាក់ព័ន្ធជាមួយនឹងក្រុមកតាលមួយនេះដែរហើយនៅមានករណីជាច្រើនផ្សេងទៀតដែលខ្ញុំមិនបានលើកយកមកនិយាយប្រតិបត្តិការចាប់បង្ក្រាបទៅលើក្រុមមួយនេះត្រូវបានគេឲ្យឈ្មោះថា Operation Containment ហើយប្រតិបត្តិការមួយនេះដែរបណ្ដាលឲ្យមានមនុស្សស្លាប់រហូតដល់ទៅ80នាក់ឯណោះបាទនេះគ្រាន់តែជាព័ត៌មានបឋមទេទាំងអស់គ្នាមានដឹងថាគេប្រើកម្លាំងប៉ូលីសទាហានប្រមាណនេះដើម្បីចោះទៅបង្ក្រាបក្រុមកតាលមួយហ្នឹងគឺក្នុងនោះគេមានប្រើប៉ូលីសទាហានដូចជាអង្គភាពបង្ក្រាបភេរវកម្មហ្នឹងជាង 2500 នាក់ដើម្បីធ្វើការចោះបង្ក្រាបក្រុមកតាលមួយនេះហើយនៅក្នុងតំបន់ដែលគេចោះបង្ក្រាបហ្នឹងនៅក្នុងតំបន់ផេញ៉ានិងតំបន់ Favela អ្នកទាំងអស់គ្នាតាមដានករណីកតាលអីផ្សេងៗច្បាស់ជាស្គាល់តំបន់ Favela ហ្នឹងហើយបាទគឺជាតំបន់ដែលសំណង់អនាធិបតេយ្យសម្បូរទៅដោយអ្នកប្រើប្រាស់ក៏ដូចជាអ្នកជួញដូរគ្រឿងញៀននៅក្នុងតំបន់ច្រើនមែនទែនហើយតែងតែមាននៅហេតុការណ៍អក្រិតកម្មផ្សេងៗកើតឡើងញឹកញយខ្លាំងមែនទែនចំពោះគោលបំណងធំនៃប្រតិបត្តិការមួយនេះគឺគេចង់គំទេចក្រុមកតាលនឹងចោលតែម្ដងដើម្បីទប់ស្កាត់នៅការចរាចរណ៍គ្រឿងញៀននៅក្នុងប្រទេសប្រេស៊ីលហ្នឹងហើយបើមើលតាមវីដេអូនេះទៅគឺមានឃើញសមាជិករបស់ក្រុមកតាលនឹងជាច្រើនអ្នកត្រូវបានគេចាប់ខ្លួនហើយមានអ្នកខ្លះក៏ត្រូវបានគេបាញ់សម្លាប់តែអាចដាក់វីដេអូហ្នឹងបានទេហើយបើតាមសភារបស់ប្រទេសប្រេស៊ីលហ្មងគេថាមានប្រជាជនជាង200,000នាក់ដែលរងផលប៉ះពាល់ពីប្រតិបត្តិការមួយនេះដោយសារគេត្រូវបិទសាលារៀនផ្អាកនឹងជួបបាយធ្វើដំណើរផ្សេងៗនៅក្នុងតំបន់ដែរនៅក្នុងតំបន់ដែលគេកំពុងតែប្រតិបត្តិការមួយហ្នឹងអញ្ចឹងបងប្អូនបាទសួស្តីទាំងអស់គ្នាមែនតើខ្ញុំអត់ចង់ធ្វើវីដេអូនឹងមកទេដោយសារខ្ញុំឃើញមានខ្មែរយើងគាត់ធ្វើច្រើនហើយវីដេអូទាក់ទងទៅនឹងករណីឃាតកម្មមួយនេះដែលគេប្រទះឃើញសាកសពក្មេងៗនៅក្នុងឡានអញ្ចឹងណាបាទប៉ុន្តែចៃដន្យអីយប់មិញនេះអូ TikTok ឃើញវីដេអូរបស់ Tony ដែលគាត់និយាយរៀបរាប់លម្អិតពីហេតុការណ៍ទាំងមូលនៅក្នុងវីដេអូនឹងបន្តទៅម្ដងអញ្ចឹងហើយខ្ញុំក៏ចាប់អារម្មណ៍ចង់បង្កើតជាវីដេអូមួយដើម្បីចែកម្លែកដល់អ្នកគ្នាបានទស្សនា
ចឹងហេតុការណ៍ហ្នឹងគឺបានកាត់ឡើងតាំងពីឆ្នាំ2019មកម្លេះបាទដោយនារីម្នាក់ហ្នឹងគាត់គឺជាអ្នកធ្វើការនៅក្នុងការ៉ាសាំងមួយកន្លែងនៅក្នុងប្រទេសមេស៊ីកូហ្នឹងហើយភ្លាមៗនោះក៏មានឡានដឹកទំនិញមួយអាហ្នឹងអង់គ្លេសគេហៅអាឡានប្រភេទ semi truck បងប្អូនអាឡានមានមួយកណាត់ហើយគេតកតុយពីក្រោយចាំខ្ញុំដាក់រូបភាពឲ្យមើលក៏មានឡានដឹកទំនិញនឹងចូលមកចាក់សាំងនៅក្នុងការ៉ាដែលគាត់កំពុងធ្វើការហ្នឹងហើយតាមការរៀបរាប់របស់នារីម្នាក់នឹងដែរគាត់ថាបរិបទដែលជាតកងឡាននោះគឺគាត់មានបែរតែហាក់ដូចបញ្ចេញអាកប្បកិរិយារៀងចម្លែកបងប្អូនហើយទឹកមុខរបស់គាត់គឺមានលក្ខណៈរៀងផិតភ័យហើយបែកញើសថ្ងាសទៀតដំបូងឡើយនារីម្នាក់នោះគឺគាត់មិនបានចាប់អារម្មណ៍ជាមួយនឹងបរិបទម្នាក់នឹងទេតែជារឿងធម្មតាទៅហើយអញ្ចឹងណាបាទមួយសន្ទុះក្រោយមកតកងឡាននោះក៏បានដើរមកនិយាយជាមួយនឹងនារីដែលជាអ្នកចាក់សាំងហ្នឹងហើយគាត់និយាយថាចាក់ទៅសាំងទៅបានហើយហាមទៅឆែកឆេរឬក៏មើលឡានរបស់គាត់អីច្រើនអញ្ចឹងណាបាទហើយបរិបទម្នាក់នោះគាត់ក៏ចូលទៅក្នុងម៉ាតឲ្យក្រាស់សាំងអីចឹងទៅបាទទៅរីមនេះនោះគាត់ហាក់ដូចជាធម្មតាមិនបានទៅចាប់អារម្មណ៍អីជាមួយនឹងសម្ដីរបស់តកងឡាននោះទេហើយគាត់ក៏ចាប់ផ្ដើមធ្វើការចាក់សាំងដែលជាការងាររបស់គាត់ធម្មតានឹងបន្តជាធម្មតាទៅចំណែកឯបរិបទជាតកងឡាននោះក៏ប្រាប់ហើយក៏គាត់ដើរចូលទៅក្នុងម៉ាតអីចឹងណាបាទបន្ទាប់ពីចាក់សាំងរួចរាល់ហើយនារីម្នាក់នោះក៏គាត់បានដើរមើលជុំវិញឡានព្រោះការងារគាត់ជាធម្មតាតែប៉ុណ្្នឹងឯងចាក់សាំងគាត់មើលជុំវិញឡានចឹងតែលោកមានឡានធូកង់ឬអីប្រាប់តកងឡានឲ្យបានដឹងអីចឹងទៅបាទស្រាប់តែពេលនោះនាងក៏ឃើញថាអាទ្វារឡានខាងក្រោយហ្នឹងគឺបិទអត់ជិតហើយនៅមានប្រឡោះម៉ាន់ទីចឹងណាបាទហើយនៅពេលដែលគាត់ឃើញថាទ្វារឡានគូតក្រោយហ្នឹងបិទអត់ជិតទេគាត់ក៏មានបំណងតែចង់ទៅបិទទ្វារនឹងឲ្យជិតចឹងណាព្រោះគាត់គិតថាបើសិនជាបន្តឲ្យទ្វារនឹងនៅអត់ជិតចឹងគាត់គិតថាខ្លាចអាចនឹងមានទំនិញឲ្យធ្លាក់មកក្រៅព្រោះឡានជាឡានដឹកទំនិញចឹងណាឬក៏ខ្លាចថាមានគ្រឿងសង្ហារឹមអីផ្សេងធ្លាក់មកទៅមានគ្រោះថ្នាក់ដល់អ្នកដែលធ្វើដំណើរខាងក្រោយក៏ទៅមនុស្សគាត់នេះល្អមែនតើចេះកាត់គូពីគេពីឯងចឹងណាតែអ្វីដែលគាត់នឹកស្មានមិនដល់នោះនៅពេលដែលគាត់ដើរទៅដល់អាប្រឡោះទ្វារសល់បន្តិចនៅក្រោយគូតឡានគាត់ស្រាប់តែមានធំក្លិនអសោចជិះមកមុខរបស់គាត់ហ្មងគាត់ក្លិនថាដូចមានស្អីងាប់ក្នុងហ្នឹងអញ្ចឹងណាបាទសឹងតែក្អួតចង្អោពេលនោះហើយពេលនោះក៏គាត់ចាប់ផ្ដើមឆ្ងល់ទៅចុំមានក្លិនអីគេហើយគាត់ក៏ចាប់ផ្ដើមទាញទ្វារនឹងបើកមើលយឺតៗអញ្ចឹងបងប្អូនហើយនៅពេលដែលគាត់បានបើកទ្វារឡាននោះភ្លាមអ្វីដែលគាត់មិនសឹងតែមិនជឿនឹងផ្នែកខ្លួនឯងនោះគឺសាកសពរបស់ក្មេងៗសាកសពរបស់កុមារថាមានពេញទូកុងតឺន័រនឹងមកលង្កគ្នាហ្មងហើយគាត់ថាខ្លះអត់មានក្បាលទៀតហើយនៅក្នុងទូកុងតឺន័រនោះដែរក៏មាននៅថង់ផ្លាស្ទិកខ្មៅថង់ដែលគេដាក់សម្រាមហ្នឹងណាហើយនៅក្នុងថង់មួយហ្នឹងគឺមានកំណាត់ដៃជើងហើយមានក្បាលទៀតសុទ្ធតែជាដៃជើងក្មេងៗបងប្អូនហើយនឹងក្បាលក្មេងៗហើយដល់ពេលដែលគាត់ឃើញបែបហ្នឹងគាត់ក៏បានបិទទ្វារឡានហើយរត់ចេញតែម្ដងហើយសភាពគាត់នៅពេលហ្នឹងគឺភ័យស្លន់ស្លោយំផងហើយផងដូចទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះចឹងហើយនៅពេលដែលគេឃើញគាត់ភ័យផងស្លន់ស្លោយំផងគេក៏សួរនាំគាត់ចឹងណាបាទគេសួរថាមានរឿងអីចឹងទៅគាត់ពេលនោះក៏គាត់មិនបានខ្វល់ខ្វាយពីអ្នកដែលសួរគាត់ដែរគាត់និយាយក្នុងវីដេអូនោះថាគាត់ចង់ទៅផ្ទះទៅមើលកូនរបស់គាត់ចឹងណាដោយសារគាត់ឃើញមានសាកសពក្មេងជាច្រើននៅក្នុងឡានដឹកទំនិញមួយនោះជាមួយគ្នានោះដែរអ្នកដែលបានសួរនាំគាត់ក៏បានយកទូរស័ព្ទមកថតជាវីដេអូបាទហើយបង្ហោះវីដេអូនោះទៅក្នុង Facebook ហើយវីដេអូនោះគឺផ្ទុះអ្នកទេសនាច្រើនខ្លាំងមែនទែននៅពេលនោះហើយបញ្ជាបងប្អូនវីដេអូនោះគឺផុសចូលនៅក្នុង Facebook តាំងពីកំឡុងឆ្នាំ2019មកម្លេះហើយក៏ជាពេលវេលាដែលហេតុការណ៍នឹងបានកាត់ឡើងដូចគ្នាបន្ទាប់ពីវីដេអូនោះបានបង្ហោះហើយបានប្រហែលថ្ងៃក្រោយមកនារីដែលគាត់បានឃើញហេតុការណ៍ទាំងអស់នោះគឺត្រូវបានគេប្រទះឃើញថាគាត់ត្រូវបានស្លាប់តែឃើញសាកសពរបស់គាត់នៅក្នុងវ៉ាលីហើយសាកសពរបស់គាត់គឺអត់មានក្បាលទេសាហាវខ្លាំងមែនទេនេះគេត្រូវបានជឿថាជាសារពមៀនពីក្រមអ ுக ្រិតជនហើយនៅក្នុងវ៉ាលីនោះក៏គេឃើញមានសារសំពត់មួយបានសរសេរថានេះគឺជាលទ្ធផលដែលអ្នកបានឃើញនៅអ្វីដែលអ្នកមិនគួរឃើញមើលទៅគឺអាណិតគាត់ដែរបងប្អូននិយាយទៅគោលបំណងរបស់គាត់គឺគាត់គ្រាន់តែចង់ទៅជួយបិទទ្វារគេអញ្ចឹងណាខ្លាចធ្លាក់ទំនិញធ្លាក់អីវ៉ាន់អីចេញមកក្រៅតែអ្វីដែលមិននឹកស្មានការទៅជួយគេឲ្យបែរជានាំទុកទោសដល់ខ្លួនឯងរហូតដល់បាត់បង់ជីវិតទៀតមួយរយៈមុនគឺមានគឺយើងច្រើនតែគាត់បានផ្ញើវីដេអូនេះផងមិនសិនខ្ញុំនៅក្នុងផុសមួយនឹងផងចង់ខ្ញុំធ្វើការបកស្រាយបញ្ចូលអំពីវីដេអូមួយនឹងថាតើមានរឿងអីកាត់ឡើងនៅក្រោយវីដេអូមួយនឹងអញ្ចឹងណាបាទវីដេអូនេះគឺជាវីដេអូនៃការធ្វើការបាញ់សម្លាប់ទៅលើប៉ូលីសរដ្ឋសហព័ន្ធរបស់ប្រទេសមេស៊ីកូចំនួន4នាក់ដោយក្រុមកតា CJNG បើសិនជាអ្នកទាំងអស់គ្នាបានតាមដានខ្ញុំតាំងពីដើមមកស្គាល់ច្បាស់ជាស្គាល់ហើយក្រុមកតា CJNG នឹងថាតើក្រុមនឹងមានឥទ្ធិពលមានអំណាចខ្លាំងប៉ុណ្ណាបាទហេតុការណ៍មួយនេះគឺកើតឡើងនៅថ្ងៃទី23ខែតុលានៅទីក្រុង Michoacán នៃប្រទេសមេស៊ីកូតែគេអត់បានបញ្ជាក់ឆ្នាំតើកើតឡើងនៅក្នុងឆ្នាំណាទេបាទប៉ូលីសទាំង4នាក់ហ្នឹងគឺត្រូវបានគេបញ្ជូនត្រូវបានថ្នាក់លើបញ្ជូនមកដើម្បីធ្វើការស្វែងរកក៏ដូចជាស៊ើបអង្កេតទាក់ទងទៅនឹងករណីនៃការបាញ់សម្លាប់ប៉ូលីសចំនួន6នាក់ហើយបន្ទាប់ពីក្រុមប៉ូលីសទាំង4នាក់នឹងធ្វើការចុះមកដល់តំបន់ដែលគេកំណត់តំបន់គោលដៅដែលគេសង្ស័យនឹងហើយជីសុកស្រាប់តែមានឡាន
ក្រុមកតាលដែលជាសមាជិករបស់ CNG នឹងជិះមកកាក់ពីមុខហើយធ្វើការចាប់ប៉ូលីសទាំង4នាក់មកសួរចម្លើយដូចក្នុងវីដេអូនេះអញ្ចឹងបាទក្រុមកតាលទាំងអស់នោះក៏បានធ្វើការសួរចម្លើយទៅកាន់ប៉ូលីសទាំង4នាក់ហ្នឹងថាតើអ្នកណាបញ្ជូនអ្នកឯងមករកអីប្រគំនងអីអញ្ចឹងណាបាទហើយប៉ូលីសទាំង4នាក់ហ្នឹងមិនទាន់បាននិយាយអីផងក៏គេក្នុងវីដេអូហ្នឹងគឺគេឮសំឡេងអាយកូមបងប្អូនគេវាយអាយកូមមកតាមរយៈក្រុមកតាលហ្នឹងទៅអាចថាជាថ្នាក់លើរបស់គេវាយអាយកូមមកថាឲ្យចាត់ការប៉ូលីសទាំង4នាក់ហ្នឹងទៅហើយប៉ូលីសទាំង4នាក់ហ្នឹងក៏ត្រូវបានគេសម្លាប់ចោលទាំង4នាក់តែម្ដងព្រោះគឺវាអត់មានខ្វល់ទៅប៉ូលីសទៅហ៊ានណាទៅចូលទឹកដីវាហើយគឺពិបាកចេញបន្តិចហើយបរិមនេះគាត់មានឈ្មោះថា Carlos Manso គាត់គឺជាចៅហ្វាយក្រុងឈ្មោះថា Yuapan នៃរដ្ឋ Michoacán គាត់ត្រូវបានក្រុមកតាល CNG បញ្ជូនមនុស្សឲ្យទៅសម្លាប់គាត់នៅក្នុងកម្មវិធីដែលមានមនុស្សកក់កុញខ្លាំងមែនទែនដូចឃើញនៅក្នុងវីដេអូនេះអញ្ចឹងបើកាលពីយប់ថ្ងៃទី1ខែវិច្ឆិកាដើមខែហ្នឹងបងប្អូនមូលហេតុនៃការសម្លាប់គឺដោយសារគាត់គឺជាសកម្មជនម្នាក់ដែលតែងតែនិយាយរិះគន់ទៅកាន់ក្រុមកតាលនៅក្នុងប្រទេសមិចស៊ីកូហ្នឹងបាទហើយបងប្អូននឹងស្រាប់រដ្ឋ Michoacán គឺជារដ្ឋមួយដែលធ្វើការគ្រប់គ្រងដោយក្រុមកតាលតែក្រុមកតាលនៅពីពេញរដ្ឋមួយហ្នឹងតែម្ដងហើយគាត់តែងតែធ្វើការនិយាយប៉ះពាល់ទៅដល់ក្រុមកតាលច្រើនលើកច្រើនសារអញ្ចឹងណាបាទ CNG បានបញ្ជូនមនុស្ស3នាក់ឲ្យទៅធ្វើការសម្លាប់ចៅហ្វាយក្រុងរូបនោះបន្ទាប់ពីធ្វើសកម្មភាពហើយជនឯកឧត្តមក៏ត្រូវបានគេបាញ់សម្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកឯជនឯកឧត្តមត្រូវបានគេស្គាល់ឈ្មោះថា Victor Manuel អាយុ17ឆ្នាំក្មេងខ្លាំងមែនទែនហើយដៃគូរបស់គាត់2នាក់ទៀតត្រូវបានគេប្រទះឃើញសាកសពនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025យទៅម្លងប្រហែលជា9ថ្ងៃក្រោយមកឃើញសាកសពគ្នាគាត់2នាក់ទៀតបាទហើយគេសន្មតថាអាចជាករណីសម្លាប់បំបិទមាត់ហើយក្រុមប៉ូលីសក៏បានរកឃើញទូរស័ព្ទនិងបានរកឃើញសារឆ្លើយឆ្លងរវាងក្រុមឃាតករជាមួយនឹងសមាជិកជាន់ខ្ពស់នៃក្រុមកតាល CNG ដែលមានឈ្មោះថា George Amendo ឈ្មោះកាត់របស់គាត់គឺ Eldo បាទហើយក៏ឈានទៅដល់ការចាប់ខ្លួនបរិសនឹងផ្ទាល់តែម្ដងនៅក្នុងទីក្រុង Morella ហើយបរិសម្នាក់នេះត្រូវបានគេស្គាល់ថាជាមនុស្សចំណិតរបស់ El Mencho ដែលជាថ្នាក់ដឹកនាំកម្ពុជានៅក្នុងក្រុមកតាល CNG នឹងផ្ទាល់តែម្ដង